ទៀតទេកើតចាស់ឈឺស្លាប់កិច្ចមិនផុតរត់ក៏វាមិនរួចងាប់តាមសម្រួលដែរអូយ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 អីកូនជើងឲ្យឯងថៃជើងពុកព្រឹកមាញ់មន់ឡើងចឹកស្រូវនៅលើគ្រែពុកខឹងមន់ខ្លាំងពេកក៏ស្ទុះទៅទាត់មន់តែមន់លោតផុតនៅសល់តែជើងគ្រែគួរឲ្យអាណិតមន់ណាពុកអរគុណហើយកូនដែលកូននិយាយស្មោះត្រង់ជាមួយពុកពាក់មីកូនបាទពុកចាស់ហើយពុកប្រហែលជា50ឆ្នាំទៀតពុកប្រហែលជាស្លាប់ចោលកូនហើយមិនអាចទេពុកមិនអាចទេយ៉ាងច្រើន20ឆ្នាំហ្នឹងល្អណាស់កូនដែលកូននិយាយស្មោះត្រង់ជាមួយនឹងពុកមិនស្មោះត្រង់ទាំងអស់ទេពុកមានរឿងខ្លះក៏កូនលាក់ពុកដែររឿងអីកូនពុកចាំបានទេកាលពុកសម្រានថ្ងៃត្រង់ពុកមាននឹកឃើញទេកាលនោះមានដុំអិតមួយដុំធ្លាក់ពីលើដបូលផ្ទះមកត្រូវក្បាលពុកបែក7ដណ្ដប់ភ្នែពុកចាំច្បាស់ណាស់ពិតមែនហើយតាមពិតមិនមែនធ្លាក់ដល់ឯងទេគឺកូនអ្នកគប់ល្អហើយកូនឲ្យកូនគប់ត្រង់តាមពិតកូនចង់ពិសោធន៍មើលថាកូនគប់ត្រង់ដែរឬយ៉ាងណាល្អអរគុណកូនហើយដែលបានយកក្បាលពុកមកពិសោធន៍ពុកអីកូនឧទាហរណ៍បើមានផ្លែក្រូចមួយផ្លែហើយនឹងផ្លែសាវម៉ាវមួយផ្លែតើពុកពិសាផ្លែអីទៅពុកនឹងយកក្រូចហើយសំណាងណាស់ដែលកូនមានផ្លែសេរីស៊ីដែរម៉ាអើយអរគុណកូនហើយដែលចេះវិញមកឲ្យពុកស៊ីពុកដឹងទេថាអនាគតកូនគិតអីកូនគិតអីទៅកូនចង់បានកែពុកចឹងមានន័យថាកូនបន់ឲ្យពុកស្លាប់ឬមិនមែនទេប៉ុន្តែបើអាចត្រូវហើយចឹងពុកអីកូនបើសិនជាពុកស្លាប់ទៅតើពុកចង់បានក្តាមមកជូបេងឬមួយក៏អ៊ីណុកពុកចង់បានបេងណាកូនល្អណាស់ផ្ទះយើងមានមួយដើមដែរយើងគួរតែកាប់ស្អែកឬពុកស្វាយហ្នឹងពុកអីថ្ងៃនេះអាស្លេកវាទៅដឹងកូនសេដ្ឋីមិនដឹងថាយ៉ាងម៉េចទេពុកប្រហែលជាគេទៅដឹងបានហើយមកទៅតើខ្ញុំរស់បានរហូតដល់ពេលណាតែសម្រាប់ខ្លួនគួរចឹងអាថៃខអីត្រូវអីបាទមានរឿងអីក្មួយជួយស្រ័យមកជួយស្រ័យហេមួយកុំ